เรื่องนี้จับร้ามในឆ្នាំ1990 ឃាតកម្មដ៏សាហាវមួយនៅក្នុងអគារផ្ទះល្វែងមួយក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើឲ្យមហាជនទូទាំងប្រទេសភ្ញាក់ផ្អើលអ្នកគ្រប់គ្រងអគារបានសម្លាប់មនុស្សជាច្រើននៅក្នុងអគារនោះហើយនៅទីបញ្ចប់គាត់ក៏លោតចុះពីលើអគារធ្វើអត្តឃាតខ្លួនឯងចាប់តាំងពីពេលនោះមកអគារនេះបានក្លាយជាកន្លែងល្បីរន្ធត់មួយហើយគ្មាននរណាម្នាក់ហ៊ានចូលទៅជិតទៀតឡើយមានពាក្យចចាមអារាមថាតែងតែមានហេតុការណ៍ចម្លែកនិងអាចកំបាំងកើតឡើងនៅទីនោះជានិច្ចគេថាដោយសារទីតាំងភូមិសាស្ត្ររបស់អគារនេះស្ថិតនៅចំណុចប្រសព្វរវាងពិភពមនុស្សនិងពិភពវិញ្ញាណរាល់ពេលបុណ្យខ្មោចឃ្លានមកដល់ព្រះច័ន្ទក្រហមចម្លែកមួយនឹងរះឡើងលើដំបូលអគារហើយនៅពេលនោះខាងក្នុងអគារនឹងត្រូវភ្ជាប់ជាមួយពិភពវិញ្ញាណសូម្បីតែមនុស្សរស់ក៏អាចមើលឃើញព្រលឹងញាក់ស្លាប់ដោយភ្នែកទទេផងដែរនៅឆ្នាំ1996និស្សិតមហាវិទ្យាល័យ3នាក់ចង់ថតរូបបាតុភូតអាថ៌កំបាំងនៃព្រះច័ន្ទឈាមដូច្នេះពួកគេបានលួចចូលទៅក្នុងអគារដ៏គួរឲ្យខ្លាចនោះពេលវេលាកន្លងផុតទៅយ៉ាងស្ងប់ស្ងាត់រហូតដល់ពាក់កណ្ដាលអធ្រាត្រប៉ុន្តែមេឃមិនទាន់មានអ្វីចម្លែកកើតឡើងឡើយមនុស្សទាំង3គិតថាយប់នេះប្រហែលជាខាតពេលឥតប្រយោជន៍ហើយចាប់ផ្ដើមរៀបចំឧបករណ៍ត្រៀមចាក់ចេញតែភ្លាមនោះថេហ៊ូនដែលទទួលបន្ទុកថតវីដេអូបានបញ្ឈប់មិត្តរួមក្រុមរបស់គេដោយភាពភ្ញាក់ផ្អើលគេរកឃើញថាមានតែតាមរយៈអេក្រង់កាមេរ៉ាប៉ុណ្ណោះទើបអាចមើលឃើញព្រះច័ន្ទក្រហមព្យួរនៅលើមេឃខណៈពេលមនុស្សទាំង3កំពុងរំភើបចិត្តស្រាប់តែមានសម្លេងចម្លែកមួយពីខាងក្រោយពួកគេពេលងាកមកវិញទ្វារដែនត្រូវបានចាក់សោដោយមិនដឹងមូលហេតុមួយសន្ទុះក្រោយមកខ្យល់ត្រជាក់ញាក់ឆ្អឹងបានបក់មករកពួកគេមនុស្សទាំង3មិនដឹងថាមានអ្វីកើតឡើងទេហើយនាំគ្នាឡើងតាមជណ្ដើរតែមួយប៉ុន្តែចាប់ពីពេលនោះមកពួកគេមិនដែលចេញពីអគារនោះម្ដងទៀតឡើយមិនថាឪពុកម្ដាយនិងគ្រួសាររបស់ពួកគេខិតខំស្វែងរកប៉ុណ្ណាក៏មិនអាចរកឃើញតម្រុយណាមួយអំពីការបាត់ផ្ទង់ខ្លួនរបស់ពួកគេបានដែរនៅឆ្នាំ1998រដ្ឋាភិបាលបានសម្រេចរុះរើអគារនេះប៉ុន្តែពេលក្រុមកម្មករចូលទៅកាន់ការដ្ឋានគេបានរកឃើញសាកសពស្ត្រីម្នាក់លាក់នៅខឿងជញ្ជាំងសាកសពនោះត្រូវបានរុំក្នុងថង់ប្លាស្ទិកនិងកប់ទុកអស់រយៈពេលជាច្រើនឆ្នាំតាមធម្មតាវាគួរតែរលួយបាត់ទៅហើយប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះគឺរាងកាយរបស់នាងនៅស្រស់ដូចជាទើបតែស្លាប់ថ្មីមិនយូរប៉ុន្មានបន្ទាប់ពីសាកសពត្រូវបានយកចេញកម្មករជាច្រើនដែលមានវត្តមាននៅទីនោះបានជួបគ្រោះថ្នាក់និងស្លាប់យ៉ាងអណោចអធមជាបន្តបន្ទាប់ពេលភាពភ័យរន្ធត់បន្តកើតឡើងអ្នកភូមិក្បែរនោះក៏ភ័យខ្លាចជាខ្លាំងមនុស្សគ្រប់គ្នាជឿថាខ្មោចនៅក្នុងអគារនោះកំពុងបង្កវិនាសកម្មដើម្បីដោះស្រាយបញ្ហាអ្នកភូមិបានអញ្ជើញអ្នកបណ្ដេញខ្មោចដ៏ល្បីម្នាក់មកជួយប៉ុន្តែអំណាចនៃវិញ្ញាណអាក្រក់នោះខ្លាំងលើការរំពឹងទៅពិធីបណ្ដេញខ្មោចមិនបានជោគជ័យឡើយហើយសូម្បីតែវត្ថុស័ក្តិសិទ្ធិក៏ត្រូវបានអំណាចអាចកំបាំងមួយទាញចេញផងដែរនៅទីបញ្ចប់អ្នកបណ្ដេញខ្មោចនោះបានឃើញបញ្ជីឈ្មោះសងដែលពាក់ព័ន្ធនឹងអគារឆ្នាំ1990ប៉ុន្តែមុនពេលគាត់អាចអានអស់ខ្មោចបានបង្ហាញខ្លួនពីក្រោយគាត់ដោយស្ងៀមស្ងាត់មុនស្លាប់គាត់បានប្រែកម្លាំងចុងក្រោយដកយកទំព័រសំខាន់មួយពីបញ្ជីនោះចេញចាប់តាំងពីពេលនោះមកគ្មាននរណាម្នាក់ហ៊ានចូលទៅជិតអគារនោះទៀតឡើយប៉ុន្តែដើម្បីបំពេញបំណងម្ដាយរបស់ខ្លួនដាវស៊ីនបានខិតខំស្វែងរកទំនាក់ទំនងជាច្រើនរហូតទទួលបានបែបបទចុះបញ្ជីគ្រួសារនោះបន្ទាប់មកគាត់បានចូលទៅក្នុងអគារទទេម្នាក់ឯងមុនចូលគាត់បានគូសញ្ញាបិទខ្មោចនៅលើស្រុំទ្វារទាំងអស់ដើម្បីទប់ទល់វិញ្ញាណអាក្រក់មិនឲ្យរត់ចេញទៅបង្កគ្រោះថ្នាក់ទៅពិភពខាងក្រៅបន្ទាប់ពីរៀបចំរួចដាវស៊ីនបានចាប់ផ្ដើមស្វែងរកកន្លែងដែលវិញ្ញាណអាក្រក់ស្ថិតនៅមិនឆ្ងាយប៉ុន្មានគាត់បានឃើញសារប្រុងប្រយ័ត្នមួយនៅលើជញ្ជាំងមិនយូរប៉ុន្មានគាត់ក៏ទៅដល់បន្ទប់អ្នកគ្រប់គ្រងដែលជាចំណុចចាប់ផ្ដើមនៃការសម្លាប់រងរឿងក្នុងឆ្នាំ1990នៅទីនោះគាត់បានរកឃើញបញ្ជីគ្រួសារមួយហើយវាត្រូវខ្លងពេញលេញនឹងទំព័រដែលម្ដាយរបស់គាត់បានរក្សាទុកតែភ្លាមនោះសំឡេងជើងក៏ឡានលឺពីខាងក្រោយទ្វារដាវស៊ីនដឹងភ្លាមថាគ្រោះថ្នាក់កំពុងខិតជិតមកដល់ដូច្នេះគាត់ក៏លបភ្លក់ក្នុងទូខោអាវក្បែរនោះ
តាមរយៈស្នាមប្រែកតូចមួយគាត់បានឃើញកៅអីក្នុងបន្ទប់កម្រើដោយមានមូលហេតុបរិយាកាសស្ងប់ស្ងាត់និងតានតឹងខ្លាំងរហូតដល់គាត់មិនហ៊ានសូម្បីតែដកដង្ហើមបន្ទាប់ពីប្រាកដថាសភាពស្ងប់វិញហើយទើបគាត់លូនចេញពីទូនោះដាវយិនសន្និដ្ឋានថាវិញ្ញាណអាក្រក់ដែលវង្វេងនៅក្នុងអគារនេះគឺជាអ្នកគ្រប់គ្រងអគារចាស់ដូច្នេះគាត់បានប្រើអាវុធមេត្តារបស់គ្រួសារដើម្បីត្រឡប់ទៅកាន់ពេលវេលាក្រោយសោកនាកម្មឆ្នាំ1990នៅពេលនោះវិញ្ញាណអាក្រក់ទើបតែចាប់ផ្ដើមកកើតហើយអំណាចមិនទាន់ខ្លាំងដូច្នេះវានឹងងាយដោះស្រាយជាងមុនដាវស៊ីនមានបំណងសម្អាតពួកគេម្ដងម្នាក់មិនឲ្យនៅសល់ទៅបង្កអំពើអាក្រក់នៅពេលអនាគតប៉ុន្តែគាត់មិនដឹងថានៅក្នុងអគារនេះមានវិញ្ញាណអាក្រក់ច្រើនជាងអ្វីដែលគាត់គិតឡើយភ្លាមនោះសំឡេងស្រែកសុំជំនួយឡាន់លឺពីជម្រៅនៃអគារទទេគាត់គិតភ្លាមថាសំឡេងទាំងនោះប្រហែលជារបស់និស្សិត3នាក់ដែលបានបាត់ផ្ទង់យ៉ាងអាតកំបាំងនៅឆ្នាំ1996ពេលមនុស្សទាំង3ចុះពីលើដំបូលពួកគេបានលួចចូលទៅជាន់ទី3ដើម្បីស្វែងរកទីកន្លែងដែលឃាតកម្មធ្លាប់កើតឡើងតែពេលដើរទៅមុខស៊ូយ៉ានដែលដើរនៅខាងមុខស្រាប់តែស្រែកយ៉ាងខ្លាំងពួកគេមានអារម្មណ៍ថាមានអ្វីមួយកំពុងលាក់ខ្លួននៅក្បែរនោះមិនទាន់ទេបេះដូងស្ងប់ផងក៏មានសំឡេងរំជួយចម្លែកមួយឡាន់ជីងពីបន្ទប់ក្បែរដើម្បីចាប់យករូបភាពផ្ដាច់មុខថែហ៊ូនបានចោលទៅក្នុងបន្ទប់ងងឹតនោះហើយកាមេរ៉ាប៉ុន្តែមួយសន្ទុះក្រោយមកសម្លាយត្រចក់គូអៃរន្ធត់បានឡាន់លឺពីជម្រៅបន្ទប់មិត្តរួមក្រុមទាំងពីរភ័យខ្លាចថាស៊ូយ៉ានអាចជួបគ្រោះថ្នាក់ដូច្នេះពួកគេបានរំជួយចូលតាមទាន់សំណាងល្អនៅពេលនោះមិនទាន់មានអ្វីកើតឡើងឡើយប៉ុន្តែពួកគេបានរកឃើញថាជ្រុងងងឹតមួយនៃបន្ទប់មានដំណាក់ជញ្ជាំងផ្ទុះចេញដូចជាមានខ្យល់ខ្លាំងបក់ចេញមកជូនហឹកមានអារម្មណ៍ភ្លាមថាមានអ្វីមួយមិនធម្មតាអគារបិទជិតបែបនេះមិនគួរមានខ្យល់បក់នៅខាងក្នុងឡើយភ្លាមស៊ូយ៉ានមានអារម្មណ៍ថាមានដង្ហើមត្រជាក់មួយនៅខាងក្រោយកនាងខណៈពេលនោះដែរថែហ៊ូនក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអេក្រង់កាមេរ៉ាចាប់ផ្ដើមខូចទ្រង់ទ្រាយយ៉ាងចម្លែកសភាវៈរន្ធត់ធ្វើឲ្យពួកគេទាំង3រត់គេភ្លាមថែហ៊ូនដែលនៅខាងក្រោយស្រាប់តែឮសំឡេងមុតភ្លាក់របស់គេមកពីជាន់លើទោះបីពួកគេទើបតែបែកគ្នាក៏ដោយមិនយូរប៉ុន្មានមនុស្សទាំង3ដែលបែកគ្នាស្រាប់តែជួបគ្នាវិញនៅកន្លែងដដែលយ៉ាងចម្លែកពួកគេបានដឹងថាខ្លួនកំពុងជាប់នៅក្នុងរង្វង់ខ្មោចមួយពេលដឹងច្បាស់ថានៅក្នុងអគារនេះពិតជាមានខ្មោចអាក្រក់មួយថេហ៊ូនភ័យខ្លាចខ្លាំងរហូតជង្គង់ទន់ដួលទៅលើដីវិញ្ញាណអាក្រក់នោះកំពុងតាមមកដល់ជាមួយក្លិននៃសេចក្តីស្លាប់មនុស្សទាំង3ដែលជាប់នៅក្នុងស្ថានភាពអស់សង្ឃឹមបានតែរត់គេចយ៉ាងស្លន់ស្លោតាមចន្លោះរបងវែងគ្មានទីបញ្ចប់ដាវស៊ីនដែលឮសំឡេងស្រែកសុំជំនួយបានស្រែកឲ្យពួកគេស្វែងរកកន្លែងលាក់ខ្លួនឲ្យបានលឿនបន្ទាប់ពីប្រឹងប្រែងយ៉ាងខ្លាំងពួកគេទើបអាចគេចផុតពីរង្វង់ខ្មាច់ហើយរត់មកដល់ជាន់ផ្ទាល់ដីប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់នោះគឺកន្លែងដែលគួរតែជាឆ្នោកចេញបែរជាคล้ายទៅជាជញ្ជាំងរឹងមួយដើម្បីគេចចេញពីកន្លែងដួចនរកនេះជូនហឹកបានស្នើឲ្យពួកគេត្រឡប់ទៅលើដំបូលវិញទោះបីត្រូវលោតចុះពីលើក៏ដោយប្រហែលនៅមានឱកាសរស់តពាក់ប៉ុន្តែខ្មោចស្រែកឈាមនោះមិនបានធ្វើឲ្យពួកគេឱកាសឡើយនៅពេលកំពុងរត់គេចថេហ៊ូនជាអ្នកទី1ដែលជួបគ្រោះថ្នាក់មិនយូរប៉ុន្មានស៊ូយ៉ានក៏ត្រូវកម្លាំងអាតកំបាំងមួយទាញចូលទៅក្នុងបន្ទប់ផងដែរនៅក្នុងពេលតែមួយដែរបាតុភូតប្រែប្រួលនៅពេលវេលាជុំវិញដាវស៊ីនបានបាត់ទៅប៉ុន្តែចន្លោះរបងដែលធ្លាប់មានពន្លឺស្រមអោបក៏ប្រែคล้ายជាងងឹតសូន្យមិនអាចមើលឃើញអ្វីបានគាត់អាចប្រែតែភ្លើងចេញពីដែកគេតូចមួយដើម្បីបន្លឺផ្លូវគាត់ចូលទៅក្នុងបន្ទប់លេខ304ហើយរកឃើញក្មេងតូចម្នាក់លាក់ក្នុងទូខោអាវក្មេងតូចនោះប្រាប់ថានាងឈ្មោះស៊ីស៊ីប៉ុន្តែអ្វីដែលចម្លែកគឺនៅក្នុងបញ្ជីអ្នករស់នៅអគារនេះមិនមានឈ្មោះនេះឡើយដោយគិតថាត្រូវកំចាត់វិញ្ញាណអាក្រក់ឲ្យអស់ដាវស៊ីនបានត្រៀមធ្វើពិធីបណ្ដេញខ្មោចលើក្មេងតូចនោះប៉ុន្តែភ្លើងនៅក្នុងបន្ទប់ស្រាប់តែរលត់ហើយក្មេងតូចនោះក៏បាត់បង់ទៅក្នុងខ្យល់មួយផ្លែតក្រដោយមួយផ្លែតក្រោយមកខ្មោចអាក្រក់បានបង្ហាញខ្លួនពីក្រោយដាវស៊ីនហើយព្យាយាមបង្ខំឲ្យគាត់សម្លាប់ខ្លួនឯងសំណាងល្អដាវស៊ីនបានប្រឹងអស់កម្លាំងរហូតអាចដោះខ្លួនពីការគ្រប់គ្រងនោះបាននៅវិនាទីចុងក្រោយបន្ទាប់មក
គាត់បានឃើញផ្ទាំងប្រកាសស្វែងរកមនុស្សបាត់ផ្ទង់មួយដែលមានរូបរបស់ក្មេងតូចឈ្មោះ CC ប្រសិនបើនាងមិនមែនជាអ្នករស់នៅអគារនោះទេតើហេតុអ្វីបានជាព្រលឹងរបស់នាងលេចភ្លែនៅទីនេះពេលដឹងថានៅក្នុងអគារនេះមានវិញ្ញាណអាក្រក់ច្រើនដាវស៊ីនបានសម្រេចថាគាត់ត្រូវបញ្ឈប់សកម្មភាពជាបណ្ដោះអាសន្នសិនប៉ុន្តែពេលគាត់ត្រៀមចាក់ចេញគាត់ក៏ជាប់នៅក្នុងរង្វង់ខ្មោចដូចគ្នាខណៈពេលដាវស៊ីនមិនដឹងត្រូវធ្វើអ្វីស្រាប់តែអ្នកគ្រប់គ្រងអគារដៃកាន់ចប់មកដើរពីចន្លោះចន្ទរអីមួយមុខមាត់ដ៏សាហាវរបស់វាធ្វើឲ្យដាវស៊ីនរត់កេះភ្លាមខណៈដែលខ្មោចនោះតាមក្រោយមិនលែងនៅពេលដែលគាត់ជិតត្រូវវាវាយសម្លាប់ស្រាប់តែព្រលឹងរបស់ម្ដាយគាត់បានបង្ហាញខ្លួនមកជួយសង្គ្រោះទាន់ពេលវេលា